ចឹងយើងប្រើរូបមន្តមួយឈ្មោះថាសាំអញ្ចឹងចឹងយើងត្រូវការបូកទិន្នន័យប្រចាំខែមករាយើង select ទៅលើខែមករាទាំងអស់នេះមកហើយយើងចុច enter អូខេយើងបានសរុបប្រចាំខែចឹងយើងអូសវាមកខាងស្ដាំជម្រាបសួរនិងសួស្តីដល់កាន់ពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូទី3នៃវគ្គសិក្សា Microsoft Excel អូខេចឹងនៅក្នុងវីដេអូនេះគឺយើងរៀនអំពីការប្រើប្រាស់រូបមន្តសាំជាងនឹងហើយសាំគឺយើងប្រើសម្រាប់គណនាផលបូកចឹងយើងទៅកលេចមើលលំហាត់ជាមួយខ្ញុំទាំងអស់គ្នាអូខេចឹងយើងមានតារាងទិន្នន័យមួយប្រចាំឆមាសរបស់យើងមកឆមាសហើយយើងមានផលិតផលរបស់យើងដូចជា printer អេងមាន water អញ្ចឹងទៅហើយយើងមានសរុបតាមប្រចាំខែនីមួយៗរបស់គាត់អញ្ចឹងយើងចង់ដឹងថាយើងសរុបប្រចាំខែនីមួយៗសម្រាប់ប្រមាណមុខ8មុខរបស់យើងយើងចង់ដឹងថាមួយខែមករានេះវាអស់ប្រមាណដូច្នេះគឺយើងប្រើរូបមន្តមួយឈ្មោះថាសាំគឺយើងប្រើសម្រាប់ពាក្យនេះបបោកអញ្ចឹងអ្នកនរគ្នាអាចប្រើប្រមាណវិធីមួយយើងប្រើបូកអញ្ចឹងក៏បានដែរដាក់បូកតគ្នាដូចយើងគិតការជុំក៏បានដែរប៉ុន្តែវាអត់គឺអត់ recommend ឲ្យប្រើនៅក្នុង Microsoft Excel អញ្ចឹងនេះគឺអត់ល្អទេហើយអត់លឿនអញ្ចឹងយើងប្រើរូបមន្តមួយឈ្មោះថាសាំអញ្ចឹងយើងត្រូវការបូកទិន្នន័យប្រចាំខែមករាយើង select ទៅលើខែមករាទាំងអស់នេះមកហើយយើងចុច enter អូខេយើងបានសរុបប្រចាំខែអញ្ចឹងយើងអូសវាមកខាងស្ដាំមកអូខេហើយយើងអាចលាយនៅ highlight ទិន្នន័យដែលយើងបានគណនាហើយបានអូខេបើសិនមកអ្នកនរគ្នាពេញចិត្តនៅវីដេអូចែកម្លែករបស់ខ្ញុំគឺកុំភ្លេចចុច like share and follow ខ្ញុំនៅនេះផងជាពិសេសគឺ subscribe នៅ channel របស់ខ្ញុំគឺដើម្បីទទួលបាននៅវីដេអូថ្មីៗជាបន្តបន្ទាប់ពីខ្ញុំបាទជួបខ្ញុំនៅវីដេអូបន្ទាប់